ជារូបសុខមិនបងដល់គ្នាបាទស្វាគមន៍មកកម្មវិធីថ្មីបាទកថានេះគឺយើងនាំគ្នាបាទទៅលេងបាទនៅបាទបឹងមេលាបងប្អូនប្រាសាទបឹងមេលាបងប្អូននៅខេត្តជំរាបមួយចំនួនប្រហែលជាស្គាល់បងប្អូនបាទឥឡូវគឺថាយើងធ្វើការជិះតាមផ្លូវបងប្អូនបាទគឺថាប្រាសាទនេះគឺថានៅឆ្ងាយមែនទែនបងប្អូនបាទយើងជិះយើងនៅក្រៅក្រុងអីចឹងជិះប្រហែលជា1ម៉ោង2ម៉ោងហើយបានទៅដល់បងប្អូនតែសម្រាប់ពួកខ្ញុំចេញទៅពីម៉ោង10ខ្ញុំទៅដល់ម៉ោង 11:12 ចឹងណាបងប្អូនខ្ញុំជិះចេញពីខេត្តទៅបើសិនជាបងប្អូននៅបាទនៅបដាក់នៅរុនតាឯកអីជិះប្រហែលជា40គីឡូជាងទេបងប្អូនដល់បើពួកខ្ញុំចេញមកពីផ្ទះមកប្រហែលជា70ទៅ80គីឡូដែរបងប្អូនបាទសាររៀងឆ្ងាយដែរខ្ញុំជិះរៀងឆ្ងាយដែរព្រោះថាខ្ញុំមូលមកកប់តែម្ដងបងប្អូនបាទថ្ងៃនេះគឺយើងទៅផ្សារបឹងមលាខ្ញុំដើម្បីនឹងទៅថតវីដេអូឲ្យបងប្អូនទស្សនាមើលទៅនៅប្រាសាទហ្នឹងណាឥឡូវយើងកំពុងជិះទៅហើយបងប្អូនថាមេឃមើលទៅអត់ស្រួលមែនទែនបងប្អូនដូចរោភ្លៀងតិចអីបន្តិចទៅមិនជាឧបសគ្គឬក៏ជាបញ្ហារបស់យើងទេបាទថាខ្ញុំនេះជើងគឺថាជើងជិះហើយបងប្អូនឲ្យតែមានសាំងទៅទាំងអស់ហើយបងប្អូនឥឡូវយើងជិះកាត់បាទមើលភ្នំមើលផ្លូវថារៀងឆ្ងាយដែរបងប្អូនហើយនេះវីដេអូនេះគឺថាខ្ញុំថតរៀងខាដែរចាបងប្អូនកុំឲ្យបងប្អូនមើលរៀងយូរបាទតាមផ្លូវរបស់យើងមកមានអីទេបងប្អូនអើយមានតែម៉ូតូនិងឡានឯងហើយនឹងបាទព្រៃនឹងដើមថ្នោតដើមអុយនេះបងប្អូនបាទមើលសិនទៅខ្ញុំថតតែតែគឺថាយើងអត់មានអីដើម្បីឲ្យថ្មីបងប្អូនមើលណាបាទគេថាផ្លូវគេគេថាផ្លូវកស៊ូនេះគេថាជិះអត់ភ័យទេបងប្អូនបាទថាមើលទៅដូចផ្លូវលឿនយើងទាំងឯងតែថាមានឆ្កែមានអីតាមផ្លូវយើងស្រាវដែរណាបាទយើងកុំសូវបើកលឿនពេកបាទផ្លូវចាបើសិនជាផ្លូវណាមើលទៅរៀងស្ងាត់តែចាំយើងបើកលឿនបាទឥឡូវយើងជិះទៅត្រង់ទៀតបងប្អូនយើងបើសិនជាយើងជិះចេញពីផ្ដាក់ទៅប្រហែលជា40គីឡូជាងពួកខ្ញុំចេញពីផ្ទះមកហើយចូលផ្ដាក់ហូបបាយថ្ងៃហើយមិនពួកខ្ញុំចេញមកហើយជិះពីផ្ដាក់មកនោះឡើង1ម៉ោងជាងដែរបងប្អូនបាទពួកខ្ញុំបើកកុងទ័រមិនសូវលឿនដែរ67កុំបាទឥឡូវយើងចាប់ផ្ដើមជិះទៅត្រង់ទៀតមកបាទឥឡូវយើងមកដល់ហើយបាទអានេះគឺថាច្រករបស់យើងចូលមកឥឡូវយើងដល់មកក្នុងបងប្អូនបាទគេថាប្រាសាទបឹងមលាបាទកន្លែងទស្សនាភ្ញៀវទេសចរមកទស្សនាច្រើនមែនទែនបងប្អូនគេថាប្រាសាទនេះរៀងឆ្ងាយហើយអត់សូវមានមនុស្សទៅយ៉ាងបងប្អូនទៅភ្ញៀវទេសចរស្រួលនឹងបាទទៅបាទថតស្រាប់បាទផ្សព្វផ្សាយចឹងបងប្អូនបាទខ្ញុំឲ្យគេកាន់កាមេរ៉ាឲ្យទេបងប្អូនថាខ្ញុំលុបវិលទៅមើលនៅនោះបងប្អូនបាទទស្សនាមើលទៅបាទមានភ្ញៀវទេសចរទៅច្រើនបាទឃើញភ្ញៀវទេសចរមានជប៉ុនមានចិនមានអីទៅច្រើនបងប្អូនបាទឥឡូវខ្ញុំចាប់ដើមដើរឲ្យទៅមុខឲ្យដើម្បីថតវីដេអូបងប្អូនមើលចឹងណាបាទមើលប្រាសាទបាទពិតជាស្រស់ស្អាតមែនទែនបងប្អូនបាទនេះគឺជាបាទស្នាដៃបុព្វបុរសរបស់ខ្មែរយើងពីចំណានដើមមកសល់ទុកដើម្បីបងប្អូនខ្មែរអត់ដឹងចឹងណាបាទខ្ញុំដើរទៅត្រង់នេះប្រាសាទនេះគេថាធំខ្លាំងមែនទែនបាទតែនៅធំខ្ញុំដើរទៅអស់នេះបងប្អូនបាទគឺថាខ្ញុំដើរតាំងពីព្រឹកចេញពីផ្ទះពីព្រឹកអត់ចូលផ្ទះវិញល្ងាចបងប្អូនហើយភ្លៀងទៀតបងប្អូនមកជិះមកតាមផ្លូវភ្លៀងទៀតតែខ្ញុំបានថតពេលភ្លៀងទេសាយវល់បើកម៉ូតូដើម្បីសារភ្លៀងខ្លាំងអញ្ចឹងណាបងប្អូនគឺថាយើងចាប់ដើមថតទេបាទយើងមកមើលកន្លែងនេះវិញមកបើគឺថាមានបាទទេសភាពដើម្បីបងប្អូនណាជាថតរូបមកនេះមកត្រូវបងប្អូនទេសស្រស់ស្អាតខ្លាំងមែនទែនបងប្អូនបាទនេះចាស់ទៀតទាំងតិចដែរយើងបាទស្រួលតាបងប្អូនហើយមានដើមឈើមានអីមកលុបតិចអត់ហប់ទេបងប្អូនមានខ្យល់ចេញចូលច្រើនមកថាវីដេអូនេះបាទមានតែមកនឹងឯងបងប្អូនបាទចាំមើលវីដេអូក្រោយខ្ញុំនឹងបាទប្រាប់បងប្អូនបាទពីការដំណើរកម្សាន្តរបស់ខ្ញុំទៅមកកន្លែងទៀតបាទខ្ញុំអត់ទៅប្រាប់បងប្អូនថាទៅធ្វើអីទេតែចាំមើលចាំវីដេអូក្រោយបងប្អូនទស្សនាមើលបាទយើងមកមើលមកកន្លែងទៀតមកបាទយើងដើរឡើងមកលើសិនមកបាទគឺថានៅក្នុងប្រាសាទបឹងមលាមានអាផ្លូវមួយបងប្អូនបាទផ្លូវក្រោមលៀងដែរចឹងណាបងប្អូនផ្លូវក្រោមទៅបាទនេះយើងដើរចូលទៅបាទនេះរៀងល្ងិតតិចតែយើងបើកផ្លាស់ទៅដើរបានបងប្អូនណាបាទរៀងស្វាងភ្នែករៀងមញោបអីដើរកំដៅផ្លូវហ្នឹងបងប្អូនបាទប្រយ័ត្នបុកថ្មបុកអីណាបងប្អូនបាទខ្ញុំដើរនេះគឺថាខ្ញុំបើកផ្លាស់ដែរទេបងប្អូនបាទរៀងល្ងិតដែរបងប្អូនអត់សូវល្ងិតទេបងប្អូនដល់ពេលយើងចូលទៅក្នុងទៅវាឃើញល្ងិតវាអត់ធ្វើផ្លឹងបងប្អូនឃើញទៅក្នុងនេះមើលទៅអត់ល្ងិតតែតាមពិតគឺល្ងិតបងប្អូនបាទព្រោះថាពួកខ្ញុំបានបើកផ្លាស់ដើរទៅហើយបាទខ្ញុំដើរស្រាវដែរបងប្អូនសារខ្លាចបុកថ្មបុកអីណាបាទឥឡូវខ្ញុំបើកផ្លាស់ដើរទៅហើយបាទ
bà phụ nhóm 4 5 នេះគឺថាដើររហូតមិនងាយនៅផ្ទះទេបងថ្ងៃស្អែកទឹកពីច្រើនងាយនៅផ្ទះទេពីច្រើនគឺថាងាយនៅផ្ទះទេកាន់តែដើរទៅនេះទៅនោះទៅនោះដើម្បីថតវីដេអូបងប្អូនមើលចឹងបងប្អូនបាទហើយក៏សូមអធិស្ឋានបងប្អូនសម្រាប់ការចេញវីដេអូយឺតអញ្ចឹងណាបងប្អូនបាទតែការចេញវីដេអូលេសាមញ្ញខ្ញុំរៀងរវល់ដែរចឹងណាបងប្អូនបើខ្ញុំនឹងព្យាយាមចេញវីដេអូបានលឿនឬក៏ច្រើនបាទហើយខ្ញុំមកថតទេសភាពបងប្អូនមើលបាទនេះស្រស់ស្អាតមែនទែនបងប្អូនបាទបើបងប្អូនណាចង់មកលេងអីក៏មកបងប្អូនបាទចង់មកលេងមកថាជិះរៀងយូរអញ្ចឹងណាបងប្អូនរៀងឆ្ងាយដែរបើសិនជាបងប្អូននៅចិត្តហ្នឹងអីជិះមកផ្លែតទេតែបើពួកខ្ញុំនៅរៀងឆ្ងាយជិះរៀងឆ្ងាយតែវាមិនជាបញ្ហាសម្រាប់ពួកខ្ញុំទេបងប្អូនបាទថាវីដេអូនេះគឺថាបាទមានតែប៉ុណ្្នឹងឯងបងប្អូនបាទដើម្បីផ្សព្វផ្សាយពីវប្បធម៌ឬក៏ភាសារបស់ខ្មែរយើងអីចឹងណាបងប្អូនបាទបងប្អូនបើកុំភ្លេចជួយ share វីដេអូនេះម្នាក់មួយផងដើម្បីជាការផ្សព្វផ្សាយអានេះប្រៀបបានដូចជាការផ្សព្វផ្សាយមកដែរណាបងប្អូនបាទបងប្អូនកុំភ្លេចជួយ share ម្នាក់មួយចឹងណាបាទយើងទៅថាជាកំណត់ទៅវិញហើយបងប្អូនជិះតាមផ្លូវលបឿនលឿនបាទនៅប្រលេនថ្មីរបស់យើងបាទនេះគឺថារោភ្លៀងហើយខ្ញុំចាប់ផ្ដើមជិះលឿនដើម្បីឆាប់ដល់ផ្ទះបាទគឺថាឥឡូវនេះគឺថាយើងដូរតកង់ហើយបងប្អូនបាទឥឡូវយើងបានតកង់ថ្មីបងប្អូនបាទដូរអ្នកថតដូរតកង់កាលមុនខ្ញុំទៅខ្ញុំបើកឥឡូវដូរដៃតកង់ម្ដងបងប្អូនបាទថាតកង់គាត់ចង់បើកម្ដងឥឡូវយើងចាប់ផ្ដើមចេញចិត្តដល់ទីហើយបងប្អូនបាទគឺថាវីដេអូរបស់យើងថាមានតែប៉ុណ្្នឹងបងប្អូនសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូពីដើមដល់ចប់ហើយសូមអធិស្ឋានសម្រាប់ការចេញវីដេអូលេទេណាបងប្អូនខ្ញុំ